ខ្ញុំបាទតារាស្វាគមន៍បងប្អូនទាំងអស់គ្នាបន្តនៅការសម្រាយរឿងដំណើរផ្សងព្រេងអ្នកស្នងតំណែងធ្នូប្រលឹងភាគទី15-16ដែលជាភាពបន្តរបស់យើងក្រោយពីបានចាក់ដៅទៅធំគម្រាមទៅកាន់ស៊ូមូហើយបរោះមៀតធំម្នាក់នឹងក៏បាននិយាយគម្រាមទៅកាន់គេកុំគិតដោយសារតែឯងមានគុណសម្បត្តិបន្តិចបន្តួចហើយលើកយកហេតុផលផ្ដេសផ្ដាសមកនិយាយជាមួយនឹងម្ចាស់សម្ព័ន្ធគុណសម្បត្តិដែលឯងបានសាងនៅក្នុងថ្ងៃនេះមិនអាចលុបលាងទោសកំហុសដែលឯងកំពុងតែធ្វើឥឡូវនេះបានទេបើមិនចង់ស្លាប់ឆាប់លុតជង្គង់សុំទោសម្ចាស់សម្ព័ន្ធនៅលើនេះភ្លាមទៅម្ចាស់សម្ព័ន្ធក៏បាននិយាយនៅក្នុងពេលនោះដែរមេតបលីមិនចាំបាច់ប្រកាន់តអូដំណើរអ្វីទេវាគឺជាពិធីជប់លៀងដូច្នេះហើយរឿងខ្លះឲ្យវារំលងទៅចោលតែមេតបលីម្នាក់នឹងមិនព្រមបញ្ឈប់ក្មេងនេះគឺពិតជាសម្ដីធ្លោថែមទាំងខ្វះការគោរពចំពោះមេដឹកនាំសម្ព័ន្ធទៀតផងល្អិតខ្ញុំគិតថាឯងកំពុងតែមានមោទនភាពជាមួយនឹងជំនាញបាញ់ធ្នូបន្តិចបន្តួចនេះរបស់ឯងហើយមិនគោរពម្ចាស់កលសម្ព័ន្ធវាប្រៀបដូចជាមិនគោរពសម្ព័ន្ធរបស់យើងទាំងមូលពួកឯងឆាប់ឡើងចាប់គេយកមកឲ្យខ្ញុំកាត់ក្បាលឥឡូវនេះភ្លាមទៅកងទ័ព 4-5 នាក់បានចេញមកឡោមព័ទ្ធស៊ូមូមេតបលីក៏បាននិយាយខណៈពេលដែលឯងមានជំនាញនៅក្នុងការបាញ់ធ្នូដ៏ល្អខ្ញុំក៏មានជំនាញនៃការគប់កំបិតដ៏ល្អដែរទទួលយកវាទៅយោឆ្វាច់កូនកំបិតដែលបានគប់ចេញទៅដោយមេតបលីស៊ូមូមិនបានព្យាយាមដើម្បីគេចចេញនោះទេអ្វីដែលមិននឹកស្មានដល់ខណៈពេលដែលកូនកំបិតរៀបនឹងទម្លុះរាងកាយរបស់ស៊ូមូទៅហើយស្រាប់តែបានឃើញវត្តមានមូសាតលោតមកពីណាមិនដឹងយកខ្លួនរបស់គេធ្វើការទប់រងជាមួយនឹងកូនកំបិតនោះជ្រក់កណ្ដាលទ្រូងទិដ្ឋភាពមួយនោះបានធ្វើឲ្យស៊ូមូមានការតក់ស្លុតជាខ្លាំងមូសាតតើឯងកំពុងតែធ្វើអ្វីហ្នឹងកំបិតមួយនោះមិនអាចធ្វើអ្វីខ្ញុំបានទេមិនដេចក៏ឯងល្ងងបែបនេះចាប់យករាងកាយមូសាតដែលកំពុងតែដួលទឹកមុខរបស់ស៊ូមូខាងលាយឡំជាមួយនឹងមនោសញ្ចេតនាដែលមិនគួរជឿមូសាតបាននិយាយទៅកាន់លោកម្ចាស់របស់គេកុំឲ្យធ្វើទៅមុខបែបហ្នឹងអីនៅពេលដែលខ្ញុំបានឃើញលោកម្ចាស់បាញ់ព្រួញជាលើកដំបូងខ្ញុំក៏ពិតជាកោតសរសើរនៅសមត្ថភាពលោកប្រុសខ្លាំងណាស់បានស្លាប់ដោយសារការពារម្ចាស់ខ្ញុំមូសាតមិនស្ដាយនោះទេគេក៏បានតបល្អខ្ញុំនឹងសើចអញ្ចឹងឯងត្រូវតែសន្យាជាមួយនឹងខ្ញុំកុំស្លាប់ឲ្យសោះគ្រាន់តែថានៅពេលគេបាននិយាយនៅពាក្យចុងក្រោយខ្ញុំរីករាយណាស់ដែលបានស្គាល់លោកម្ចាស់មូសាតបានដាច់ខ្យល់នៅក្នុងរង្វង់ដៃរបស់ស៊ូមូបាត់ទៅហើយកំហឹងបានផ្ទុះចេញពីរាងកាយស៊ូមូបានស្រែកដូចជាមនុស្សឈួតលីលាក្រោកឈរឡើងចំហាយនេះសម្ពាធកម្លាំងធាតុរបស់ចចកបានសាយភាយជាមួយរាងកាយដៃម្ខាងកាន់កូនកំបិតដែលត្រូវបានចាក់ចូលទៅក្នុងរាងកាយមូសាតកាប់ពេលមុនល្អឲ្យខ្ញុំមើលថាជំនាញគប់កំបិតរបស់ឯងវាអស្ចារ្យប៉ុណ្ណាទៅខណៈពេលដែលមេតបលីមិនទាន់ទាំងប្រុងប្រៀបខ្លួនរួចជាស្រេចផងនោះស៊ូមូបានបង្ហាញវត្តមាននៅចំពោះមកគេទៅហើយជាមួយនឹងកូនកំបិតកាប់ចោះមេតបលីបានពុះជ្រៀកចេញជាពីរបំណែកសូម្បីតែដៅដ៏ធំរបស់គេដែលនៅក្នុងដៃនោះក៏ត្រូវបានកាត់ផ្ដាច់ជាពីរដូចគ្នាសម្ព័ន្ធយូគូពួកឯងទាំងអស់ត្រូវទៅស្លាប់ដើម្បីសុំទោសមូសិនលោតឡើងទៅលើអាកាសម្ដងទៀតស្នៀតដាវវូវៃសម្ពាធនៃក្បាច់ដាវទី3បំផ្លាញអ្វីគ្រប់យ៉ាងកម្លាំងថាមពលដ៏ខ្លាំងហេបៀដែលបានផ្ទុះចេញពីកន្លែងដែលបានចាក់ចូលទៅក្នុងដីនោះបានធ្វើឲ្យទាហាននៅជុំវិញបរិវេណនោះសឹងតែទាំងស្រុងបានខ្ទាតប៉ាងចេញទៅតាមទិសដៅរៀងៗខ្លួនភ្នែករបស់ស៊ូមូនៅពេលនេះបានឆេះទៅដោយកម្លាំងធាតុជាចកគូយុដែលនៅពីខាងក្រោយបានស្រែកម្ដងហើយម្ដងទៀតបងប្រុសកុំអីស្មារតីរបស់គេបានត្រឡប់មកប្រក់ក្តីវិញបន្តិចម្ដងល្អយល់ដល់មុខឯងខ្ញុំនឹងបញ្ចប់រឿងនេះត្រឹមនេះបើទោះបីជាយើងគ្មានគំនុំជាមួយនឹងគ្នាដូចគ្នាផងដែរខ្ញុំគឺនឹងមិនបំភ្លេចឯងជាមួយនឹងមូសាទេក៏ប៉ុន្តែអនាគតយើងមិនចាំបាច់ជួបគ្នាទៀតឡើយបោះកំបិតចោលស៊ូមូបានដើរចាក់ចេញពីទីនោះខណៈពេលដែលយូគូលុតជង្គង់លាហើយនិយាយទាំងទឹកភ្នែកទៅកាន់ស៊ូមូសង្ឃឹមថាបងប្រុសមិនស្អប់ខ្ញុំទេពួកយើងនៅតែជាបងប្អូនល្អខ្ញុំនឹងរងចាំនៅការត្រឡប់មកវិញរបស់លបងធ្វើដំណើរតែម្នាក់ឯងអស់រយៈពេល4ថ្ងៃទៅហើយអារម្មណ៍របស់ស៊ូមូនៅតែមិនទាន់ស្ងប់នៅឡើយទេនៅតែគិតដល់មូសានគេគឺជាក្មេងល្អគូណាស់តែស័ក្តិសមរស់នៅកន្លែងល្អជាងកន្លែងនេះសំឡេងរបស់សត្វបក្សីមួយបានយំកណ្ដាលអាកាសក្រាសម្លឹងមើលទៅគឺជាឈាមដែកទិដ្ឋភាពមួយនេះបានធ្វើឲ្យស៊ូមូគឺពិតជាមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងគេក៏ប្រញាប់ស្រែកឡើងឈាមដែកខ្ញុំគឺនៅទីនេះតើឯងអាចរកខ្ញុំឃើញដោយរបៀបណាទៅហើយចាស់ថាឯងមកទីនេះមានការអ្វីឯងចង់ហៅខ្ញុំត្រឡប់ទៅផ្ទះវិញមែនទេហុចជើងទៅមុខឲ្យស៊ូមូមើលវាគឺចង់ប្រាប់ថាមានសម្បត្តិមួយដែលផ្សាមកដោយជីតាចាស់នៅក្នុងសម្បត្តិគាត់បានសរសេរថាបក្សីមួយក្បាលនេះនៅពេលដែលឯងមិននៅវាគឺគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់វាមិនព្រមបោះបាញ់ក៏មិនព្រមរកចំណីដែរបើនៅតែបែបនេះវាប្រកាសជាស្លាប់ដូច្នេះហើយគឺជាមូលហេតុដែលខ្ញុំបញ្ជូនវាទៅឯងម្យ៉ាងវិញទៀតនៅពេលដែលបញ្ចប់បេសកកម្មឆាប់ត្រឡប់មកផ្ទះវិញដាច់ខាត់មិនត្រូវឲ្យតាចាស់ម្នាក់នេះធ្វើម្ហូបហូបដោយខ្លួនឯងរហូតដល់ថ្ងៃស្លាប់នោះទេដឹងនៅបន្ទាប់ពីបានអាននឹងការរៀបរាប់របស់ជីតាចាស់ស៊ូមូក៏មានអារម្មណ៍ថាសោកសៅនឹងនឹកជីតាខ្លះដែរដូច្នេះគេគួរតែបង្កើនល្បឿនឲ្យឆាប់ទៅដល់គោលដៅនិងឆាប់បានត្រឡប់មកវិញឆ្លងពីភ្នំមួយចូលភ្នំមួយឆ្លងស្ទឹងមួយចូលស្ទឹងមួយទៀតខណៈពេលដែលបក្សីឈាមដៃសម្លឹងមើលពីបរិយាកាសខាងលើស៊ូមូវាយប្រហារពីខាងក្រោមអ្នកទាំងពីរធ្វើដំណើរនឹងបោកបាញ់ស្វែងរកចំណីអាហារជាមួយនឹងគ្នាមិន
មិនថាជ្រូកព្រៃទន្សាយប្រើអ្វីនោះទេសូម្បីតែខ្លាក៏ស៊ូមូហ៊ានបាញ់យកមកធ្វើជាម្ហូបដែរការបាញ់គ្មានទម្រង់គឺជាបច្ចេកទេសនៃការបាញ់ធ្នូកម្រិតខ្ពស់ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់នៅក្របធ្នូមួយនោះចង់បំផ្លាញរាងកាយទាំងមូលរបស់សត្វបិសាចក៏ដោយឬក៏ចង់រក្សាទម្រង់ដើមរបស់វាក៏ដោយវាគឺពិតជាអាចទៅរួចដូចជាពេលនេះអញ្ចឹងបន្ទាប់ពីត្រូវមួយគ្រាប់នៃការបាញ់គ្មានទម្រង់របស់ស៊ូមូខ្លាមួយនោះហាក់ដូចជានៅសភាពធម្មតាឬក៏អាចនិយាយបានថាมันមានរបួសសូម្បីតែបន្តិចក៏ប៉ុន្តែវាគឺបានស្លាប់បាត់បង់ជីវិតទៅហើយដើរលីខ្លាតាំងពីព្រៃរហូតដល់ស្រុកឆ្លងផុតពីស្រុកឡើងចូលដល់ក្រុងប៉ៃជីងមនុស្សគ្រប់គ្នានៅពេលបានឃើញវត្តតែមានខ្លាចូលក្រុងបែបហ្នឹងពួកគេក៏ពិតជាភ័យស្លន់ស្លោរត់ឆោឡោពេញទៅផ្លូវខ្លាមួយក្បាលនេះបែរជាចេះដើរដូចមនុស្សអញ្ចឹងតែមានខ្លាណាតែចេះដើរនោះក៏ដោយសារតែស៊ូមូនៅខាងក្នុងហើយលីខ្លានឹងដើរចូលមកទម្លាក់វាចុះគេក៏បានស្រែកពេញមួយទំហឹងទៅកាន់អ្នកគ្រប់គ្នាដែលនៅជុំវិញបរិវេណនេះបងប្អូនទាំងអស់គ្នាអើយខ្ញុំគឺមានខ្លាមួយក្បាលដែលទើបតែសម្លាប់ថ្មីសាច់របស់វានៅក្តៅនៅឡើយទេខ្ញុំមានគោលបំណងចង់លក់វានៅពេលនេះដើម្បីយកលុយធ្វើសហុយទៅស្រុកបើសិនជាអ្នកទាំងអស់គ្នាត្រូវការនោះអាចដាក់ដេញថ្លៃបានឬបែបហ្នឹងបរិះម្នាក់នេះបានលើកដៃឲ្យតម្លៃមុនគេ10កាក់មាសតើលោកគិតយ៉ាងម៉េចដែរបរិះម្នាក់នេះវិញឲ្យ15កាក់មាសតម្លៃចេះតែបន្តកើនឡើង20 25 30ចំនួន30កាក់មាសសម្រាប់ស៊ូមូវាគឺពិតជាច្រើនដោយសារតែគេរស់នៅក្នុងជ្រលងភ្នំជាទូទៅមិនសូវចាំបាច់ប្រើប្រាស់ប្រាក់កាក់ឬក៏ប្រាក់មាសនោះទេហើយសម្រាប់30កាក់មាសវាថ្លៃជាង30ប្រាក់កាក់រាប់រយដងស្នាមញញឹមបានបង្ហាញឡើងនៅលើផ្ទៃមុខស៊ូមូគេក៏ពិតជារីករាយជាខ្លាំងមិននឹកស្មានថាការបោះបាញ់ដែលចំណាយកម្លាំងបន្តិចបន្តួចនេះបែរជាអាចឲ្យគេរកប្រាក់បានច្រើនដល់ម្លឹងសោះនៅក្នុងគ្រានឹងផងដែរយើងក៏បានឃើញអភិជនម្នាក់កំពុងតែពិចារណានិងពិនិត្យមើលសាកសពខ្លាដែលនៅចំពោះមុខគាត់ខ្លាមួយនេះច្បាស់ណាស់គឺបានស្លាប់បាត់ទៅហើយក៏ប៉ុន្តែខ្ញុំបែរជាមិនអាចរកឃើញដាននៃការសម្លាប់ដោយមិនដឹងថាវាស្លាប់ដោយរបៀបណានោះមើលទៅបច្ចេកទេសនៃការបោះបាញ់មួយនេះប្រកាសជាបានធ្វើដោយអ្នកខ្លាំងម្នាក់ណាហើយកម្រណាស់នៅក្នុងការទទួលបានរាងកាយសត្វខ្លាដ៏ធំបែបនេះទាំងមិនមានរបួសអ្វីសោះវាគឺល្អបំផុតប្រសិនបើជាយើងយកវាទៅដាក់តាំងបង្ហាញឆ្អឹងខ្លាគឺជាសារធាតុសំខាន់បំផុតនៅក្នុងការចម្រាញ់ឱសថឬក៏ផលិតគ្រាប់ថ្នាំក្រញ៉ាំទាំងអស់នេះប្រកាសជាអាចលក់នៅក្នុងតម្លៃថ្លៃហើយសាច់របស់វាប្រកាសណាស់ថានឹងអាចលក់បាននៅក្នុងតម្លៃថ្លៃជាងសាច់ដទៃនៅក្នុងទីផ្សារបើសិនជាខ្ញុំឲ្យឯងចំនួន200កាក់មាសតើគិតយ៉ាងម៉េចដែរចំនួនមួយនេះបានធ្វើឲ្យស៊ូមូចំហមាត់កាក់មាស2ខ្សែបានបោះចូលទៅក្នុងរង្វង់ដៃស៊ូមូគេគឺសម្រេចលក់ខ្លាមួយក្បាលនេះឲ្យទៅអភិជនម្នាក់នោះបាត់ទៅធ្វើដំណើរទៅមុខជាបន្តទៀតនៅពេលនេះស៊ូមូមានអារម្មណ៍ថាឃ្លានក៏បានដើរចូលទៅកាន់ភោជនីយដ្ឋានដ៏ធំជាងគេបំផុតមួយនៅក្នុងទីក្រុងប៉ៃជីងអ្នកបម្រើបានអោនធ្វើការគោរពក៏ប៉ុន្តែនៅពេលគេបានងើបមុខឡើងឃើញការស្លៀកពាក់របស់ស៊ូមូគេក៏បានបកដៃឲ្យចេញកន្លែងនេះមិនស្វាគមន៍មនុស្សធន់ដូចជាឯងទេគេនិយាយបែបនោះកាយវិការបែបនោះហាក់ដូចជាមើងងាយអភិជនស៊ូមូដែលទើបតែលក់ខ្លាបានមួយក្បាលលំបាញ់មិញនេះដកកាក់មាសមួយគប់កវ៉ាន់ចោលព្យាទៅកាន់អ្នកបម្រើមួយនឹងគ្រាន់តែឃើញគេក៏បាននឹងថាកាក់មាសមនុស្សសាមញ្ញធម្មតាវាគឺពិតជារឿងកម្រខ្លាំងណាស់ដែលពួកគេចាយកាក់មាសជំនួសកាក់ប្រាក់នោះអ្នកបម្រើម្នាក់ហ្នឹងធៀបពិតគឺអត់ចេះក្បាច់គុណទេគ្រាន់តែថានៅពេលបានឃើញកាក់មាសហោះឡើងលើលោតចាប់ដូចជាសត្វស្វាអញ្ចឹងអោនធ្វើការគ្រប់ម្ដងទៀតរហូតដល់ជ្រុះមួកក៏មិនខ្វល់ថែមទាំងបន្តនិយាយរៀបរាប់បែកអូហូស្ទឹងភោជនីយដ្ឋានរបស់យើងគឺធំជាងគេបំផុតល្អជាងគេបំផុតនៅទីក្រុងប៉ៃជីងមិនថាម្ហូបអាហារស្រាឬក៏បន្ទប់ស្នាក់នៅទេគឺសុទ្ធតែល្អដាច់គេនៅក្រុងប៉ៃជីងនេះតើលោកម្ចាស់ចង់ឲ្យពួកយើងបម្រើដោយយ៉ាងម៉េចដែរមួយកាក់មាសវាច្រើនជាងប្រាក់ខែខ្ញុំរហូតដល់1ឆ្នាំទៅទៀតលោកម្ចាស់ចាំបន្តិចខ្ញុំនឹងនាំលោកម្ចាស់ទៅរកកន្លែងអង្គុយដែលល្អជាងគេបំផុតបន្ទាប់ពីបាននាំផ្លូវស៊ូមូឲ្យទៅអង្គុយកន្លែងល្អមួយហើយចំណាយពេលមិនដល់15នាទីផងម្ហូបបានដាក់ពេញត្រៀតត្រានៅលើតុគេថែមទាំងបានយកស្រាតម្លៃថ្លៃមួយដបនៅក្នុងហាងមកបង្ហាញស៊ូមូទៀតផងវាគឺជាស្រាស្លឹកឫស្សីត្រូវបានបិទកាលពី10ឆ្នាំមុនមានមនុស្សមិនច្រើនទេដែលមកទីនេះហើយមានសមត្ថភាពអាចផឹកស្រាស្លឹកឫស្សីមួយនេះស៊ូមូហូបបណ្ដើរអ្នកបម្រើបន្តរៀបរាប់អំពីមុខម្ហូបដែលនៅលើតុនេះគឺជាមុខម្ហូបទៀតដុតទឹកឃ្មុំវាគឺជាមុខម្ហូបដែលឆ្ងាញ់បំផុតនៅក្នុងទីក្រុងប៉ៃជីងនេះមួយផងដែរតើលោកម្ចាស់ត្រូវការអ្វីទៀតទេស៊ូមូក៏បានប្រាប់ថាគេត្រូវការសម្លៀកបំពាក់ថ្មីមួយឈុតនៅពេលបានស្ដាប់ឮបែបនោះអ្នកបម្រើមិនចាំយូរខ្លួនឯងគឺជាអ្នកបម្រើម្ហូបអាហារទេក៏ប៉ុន្តែនៅពេលបានឮបែបហ្នឹងប្រញាប់តបប្រាប់ទៅកាន់ស៊ូមូវិញនៅពេលថ្មីនេះគេនិយមឈុតអ្នកចម្បាំងតែមិនអីទេវាគឺពិតជាពិបាករៀបរាប់ខ្លាំងណាស់លោកម្ចាស់ចាំមួយផ្លែនខ្ញុំនឹងប្រញាប់ទៅទិញហើយប្រញាប់ត្រឡប់មកវិញនិយាយចោលមិនតាន់ទេគេក៏បានរត់ចាក់ចេញពីទីនោះព្រុយចាប់ប្រាំងងឹករួចក៏រត់ត្រឡប់មកវិញសួរថាលោកម្ចាស់តើក្រៅពីសម្លៀកបំពាក់លោកម្ចាស់ត្រូវការអ្វីទៀតទេស៊ូមូប្រាប់ថាមិនត្រូវការទេណែរង្វាន់របស់ឯងនៅពេលបានឃើញកាក់មាសហោះឡើងលើបែបហ្នឹងគេក៏បានប្រកែកមួយកាក់ដែលលោកម្ចាស់ឲ្យកាប់ពីពេលមុនវាលើសពីគ្រប់គ្រាន់ទៅទៀតបើទោះបីជាគេនិយាយបែបហ្នឹងក៏ដោយក្បាលរបស់គេបានអោនធ្វើការគោរពចំណែកដៃរបស់គេបានចាប់បាននៅកាក់មាសនោះបាត់ទៅហើយសមត្ថភាពរបស់អ្នកបម្រើនេះក៏ពិតជាមិនធម្មតាអត់ចាំស្អែកទេគេក៏បានរត់ចាក់ចេញពីស៊ូមូយ៉ាងលឿនថ្ងៃនេះក៏ពិតជាសំណាងមែនខ្ញុំប្រៀបដូចជាត្រូវឆ្នោតអញ្ចឹងលោកម្ចាស់ខ្ញុំមកវិញហើយចំណាយពេលមិនទាំងគ្រប់3ដង្ហើមផងគេក៏បានមកដល់កន្លែងស៊ូមូវិញបាត់ផឹកស្រាមួយតយស៊ូមូក៏បានបន្តសួរពីទីក្រុងប៉ៃជីងនេះទៅទីក្រុងស៊ីឈ្វាន់តើឆ្ងាយប៉ុណ្ណាទៅអ្នកបម្រើក៏បានរៀបរាប់វាក៏ពិតជាឆ្ងាយខ្លាំងណាស់លោកម្ចាស់ផ្លូវថែមទាំងពិបាកទៀតផងបើសិននេះជាលើកដំបូងរបស់លោកម្ចាស់ទៅទីហ្នឹងវាគឺរត់តែជា
ការលំបាកទៅទៀតតែថាបើទោះបីជាផ្លូវទៅទីនោះវាលំបាកយ៉ាងណាក៏ដោយក៏នៅតែមានមនុស្សមួយចំនួនតែងតែទៅទីក្រុងមួយនឹងញឹកញាប់ផងដែរដោយសារតែឆ្ងល់ស៊ូមូក៏បានសួរតើជាអ្នកណាទៅដែលទៅទីនោះគេក៏បានប្រាប់គឺជាលោកពូម្នាក់នៅភូមិក្បែរនេះឯងគាត់គឺជាមនុស្សម្នាក់ដែលធ្វើការនៅក្នុងក្រុមដឹកជញ្ជូនដែលដូចជាត្រូវបានហៅថាអ្នកការពារបើសិនជាអ្នកប្រុសអាចធ្វើដំណើរទៅជាមួយនឹងពួកគេវាប្រកាសជាមិនចំណាយពេលយូរហើយក៏អាចនឹងមិនវង្វេងផ្លូវនៅពេលធ្វើដំណើរតែថាអ្នកប្រុសចេះវិជាគុណទេស៊ូមូក៏បានប្រាប់បន្តិចបន្តួចអាចត្រឹមតែការពារខ្លួនគេក៏បានលើកដៃឲ្យស៊ូមូអញ្ចឹងគឺអស្ចារ្យណាស់អ្នកប្រុសអាចចូលរួមជាមួយនឹងក្រុមដឹកជញ្ជូនធ្វើជាអ្នកការពារហើយថែមទាំងអាចធ្វើដំណើរទៅជាមួយនឹងពួកគេដោយគ្មានហានិភ័យថាមិនត្រូវអាចទទួលបានប្រាក់កម្រៃខ្លះទៀតផងអ្នកប្រុសអាចមើលមកខាងនេះមកមនុស្សទាំងអស់នៃភាគច្រើនសិតតែមានគោលបំណងនឹងធ្លាប់ប្រឡងចូលដើម្បីធ្វើអ្នកការពារនៅក្នុងក្រុមដឹកជញ្ជូនគ្រាន់តែថាពួកគេខ្លះគឺមានសមត្ថភាពមិនគ្រប់គ្រាន់និងវិជាគុណនៅអន់ពេកមូលហេតុនេះហើយទើបពួកគេមិនអាចធ្វើជាអ្នកការពារបានអ្នករត់តុនៅភោជនីយដ្ឋាននៅទីក្រុងប៉ៃជីងនេះក៏ពិតជាសាហាវមែនសឹងតែដឹងគ្រប់រឿងគ្រប់យ៉ាងហើយសម្រាប់ភាគនេះត្រូវបានបញ្ចប់យើងនឹងចាំជួបគ្នានៅថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលខ្ញុំបាទតារាសូមលាបាយបាយ